កំហឹងបំផ្លាញអ្វីៗគ្រប់យ៉ាងទាំងអស់កំហឹងគឺបំផ្លាញគ្រប់យ៉ាងទាំងអស់មិនថាបងប្អូនកំហឹងក្នុងរឿងអីប៉ុន្តែវាបងប្អូនមានកំហឹងគឺបងប្អូនធ្វើដោយអត់មានគេហៅថាការគ្រប់គ្រងពេលបងប្អូនធ្វើដោយអត់មានការគ្រប់គ្រងភាគច្រើនគឺវាទៅលើហើយវាទៅរបៀបបែបកំហឹងបានន័យថារបៀបផ្លូវមួយដែលអត់ល្អហើយឱកាសប្រើវិធីបែបកំហឹងហ្នឹងយើងឈ្នះមែនប៉ុន្តែវានឹងត្រូវម្នាក់ទៀតរងគ្រោះឈឺចាប់ហើយខ្ញុំជឿថានៅក្នុងចំនួនអីក៏ដោយបើយើងជាមនុស្សល្អយើងអត់ចង់ឲ្យអ្នកណាឈឺចាប់ទេតែបើយើងមនុស្សអត់ល្អខ្ញុំចង់ឲ្យអ្នកឯងឈឺចាប់ខ្ញុំចង់ឲ្យជីវិតអ្នកឯងគឺបំផ្លាញអាហ្នឹងបងប្អូនត្រូវដឹងថាយើងអត់ល្អទេចិត្តយើងល្អចិត្តយើងល្អទោះបីមនុស្សនឹងអាក្រក់ប៉ុណ្ណាក៏ដោយយើងអនុគ្រោះឲ្យបេះដូងរបស់យើងគឺយើងនិយាយមកលេថារវាងព្រះនិងយើងដឹងច្បាស់ថាចិត្តយើងគឺល្អហើយអ្នកណាមិនដឹងមិនឲ្យតម្លៃជារឿងរបស់គេពីព្រោះគេអត់មានធាតុល្អដើម្បីជួយពីយើងអញ្ចឹងយើងប្រើអ្វីដែលគេហៅថាជាភាពល្អរបស់យើងធ្វើវាណាហើយយើងត្រូវត្រួតពិនិត្យថាចិត្តអញកន្លែងហ្នឹងអត់ល្អទេអ្វីដែលខ្ញុំនិយាយប្រាប់បងប្អូនហ្នឹងគឺខ្ញុំឆ្លងកាត់ខ្លួនឯងខ្ញុំមានរឿងច្រើនដែលខ្ញុំឆ្លងកាត់ហើយខ្ញុំថាខ្ញុំល្អប៉ុន្តែពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើកន្លែងហ្នឹងគឺអត់ត្រូវអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំអត់ល្អទេជាអ្វីដែលខ្ញុំតែងតែបរៀនខ្លួនឯងទើបខ្ញុំអាចបង្ក្រាបកំហឹងហ្នឹងបានហើយខ្ញុំអាចអនុគ្រោះឲ្យគេបានដោយសារអីដោយសារចំណុចហ្នឹងឯង